គ្រូតង់ត្រូវលុបវីដេអូស្ទើរទាំងអស់មហាជនចោទសួរថាហេតុអ្វីអ្នកអប់រំសុខភាពបែរជារងផលប៉ះពាល់មុនគេខណៈអ្នកលក់ថ្នាំតាមអនឡាញនៅតែផ្សាយពេញ Facebook ការរឹតបន្តឹងលើការបង្កើតមាតិកាឬហៅថា content ផ្នែកសុខាភិបាលនាពេលថ្មីៗនេះបាននឹងកំពុងតែបង្កមានការវែកញែកយ៉ាងក្តៅគគុកលើបណ្ដាញសង្គមបន្ទាប់ពីគ្រូពេទ្យតុងហៅគ្រូតុងដែលជាអ្នកបង្កើតមាតិកាអប់រំដ៏ល្បីល្បាញបានសម្រេចលុបវីដេអូរបស់ខ្លួនស្ទើរតែទាំងអស់ដើម្បីអនុវត្តតាមការណែនាំផ្នែកច្បាប់យោងតាមបទបញ្ញត្តិថ្មីអ្នកបង្កើតមាតិកាពាក់ព័ន្ធវិស័យសុខាភិបាលត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាលមហាជនបានមើលឃើញថាគោលបំណងពិតប្រាកដនៃច្បាប់នេះគឺគួរតែមើលទៅលើក្រុមអ្នកលក់អនឡាញអត់ជំនាញដែលតែងតែយកថ្នាំគ្មានប្រភពច្បាស់លាស់មកធ្វើការផ្សព្វផ្សាយបោកប្រាស់បន្លាចរឿងរោគស្ត្រីឬក៏រឿងស្បូនដើម្បីលក់ផលិតផលខុសបច្ចេកទេសនិងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋតាមខេត្តប៉ុន្តែផ្ទុយទៅវិញច្បាប់នេះបែរជាត្រូវបានយកទៅធ្វើការអនុវត្តយ៉ាងក្តៅគគុកទៅលើគ្រូតុងមុនគេដែលគាត់ជាគ្រូពេទ្យពិតប្រាកដនិងមានវិជ្ជាជីវៈច្បាស់លាស់អ្នកលេងនៅលើបណ្ដាញសង្គមជាច្រើនបានសម្ដែងការសោកស្ដាយដោយសារតែមាតិការបស់គ្រូតុងដែលតែងតែផ្ដល់នូវចំណេះដឹងសុខភាពស៊ីជម្រៅតាមក្រិតក្រមវិទ្យាសាស្ត្រនិងមានលក្ខណៈអប់រំខ្ពស់មិនមែនការដែលជេរប្រមាថឬក៏ការអូសក្រឡាដើម្បីកេងចំណេញនោះឡើយមហាជនបានលើកឡើងថាសង្គមបច្ចុប្បន្នកំពុងខ្វះខាតអ្នកបង្កើតមាតិកាល្អៗដែលបានផ្ដល់ជាគំរូសីលធម៌ភាសារស់នៅនិងទស្សនៈនៃការអប់រំដល់កុមារនិងយុវវ័យការតម្រូវឲ្យលុបមាតិកាស្ថាបនារបស់គ្រូពេទ្យជំនាញបែបនេះធ្វើឲ្យបណ្ដាញសង្គមបាត់បង់ចំណីខួរក្បាលល្អៗជាមួយនឹងគ្នានេះស្ទើរតែគ្រប់គ្នាបានអំពាវនាវឲ្យមានការលើកទឹកចិត្តនិងការសម្របសម្រួលផ្នែកលិខិតស្នាមដល់អ្នកជំនាញពិតប្រាកដជាងការដែលប្រើប្រាស់វិធានការបំបាក់ស្មារតីចំពោះអ្នកធ្វើល្អនៅក្នុងសង្គមផ្ទុយទៅវិញអ្នកលក់អនឡាញនិងក្រុមអ្នកដែលផលិតមាតិកាផ្សេងបានធ្វើការផ្សព្វផ្សាយអំពីផលិតផលនៅអាហារជំនួយឱសថគ្មានប្រភពច្បាស់លាស់ជាពិសេសការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងស្រាបៀរសុទ្ធតែប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋបង្ហោះចែកចាយលើបណ្ដាញសង្គមក៏ប៉ុន្តែច្បាប់មិនដែលឃើញអនុវត្តឬក៏ណែនាំបុគ្គលទាំងអស់នោះទាល់តែសោះបែរជាមកហាមឃាត់រួមទាំងអ្នកដែលផលិតមាតិកាអប់រំផ្នែកសុខភាពទៅវិញទៅធ្វើឲ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងសូមជម្រាបជូនថាគណៈគ្រូពេទ្យកម្ពុជាកាលពីថ្ងៃអង្គារទី1ខែមិថុនានេះបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយប្រមានថាដើម្បីរក្សាបាននូវកិត្តិយសសេចក្តីថ្លៃថ្នូរសុចរិតភាពនិងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈវិទ្យាសាស្ត្រគ្រូពេទ្យត្រូវតែធ្វើការសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវិទ្យាសាស្ត្រច្បាប់លិខិតបទកថាគតិយុត្តនិងប្រកាសស្តីពីការផ្សព្វផ្សាយក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាលគណៈគ្រូពេទ្យបានបញ្ជាក់បន្ថែមថាក្រមសីលធម៌វិជ្ជាជីវៈអាចធ្វើការដែលអនុញ្ញាតឲ្យអ្នកមានវិជ្ជាជីវៈវិទ្យាសាស្ត្រចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាពការបង្ការជំងឺនានាតែមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយលើកដំកើងខ្លួនឯងឬក៏ក្រុមរបស់ខ្លួនក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួននោះឡើយក្រោយការប្រមានពីសំណាក់គណៈគ្រូពេទ្យកម្ពុជាគ្រូពេទ្យតុងដែលជាអ្នកផលិតមាតិកាអប់រំសុខភាពដែលបង្ហោះនៅលើបណ្ដាញសង្គមដែលមានឈ្មោះថាដុកទ័រតុងមាតិកាដែលលោកបានផលិតកន្លងមកត្រូវលុបចោលទាំងអស់ដោយសារមានការដែលណែនាំពីគណៈគ្រូពេទ្យកម្ពុជាគណៈគ្រូពេទ្យបានធ្វើការអះអាងថាមាតិកាអប់រំសុខភាពដែលលោកផលិតនិងចែករំលែកទៅកាន់បងប្អូនក្នុងបណ្ដាញសង្គមអត់ទាន់មានលិខិតអនុញ្ញាតទេហេតុដូច្នេះឆ្លើយតបនឹងការណែនាំរបស់គណៈគ្រូពេទ្យកម្ពុជាគ្រូតុងបានសម្រេចចិត្តលុបមាតិការបស់ខ្លួនទាំងអស់នៅក្នុងเพจដុកទ័រតុងហើយលោកនឹងបង្កើតមាតិកាថ្មីនិងដាក់ការដែលស្នើសុំទៅកាន់ខាងក្រសួងសុខាភិបាលដើម្បីទទួលបានលិខិតអនុញ្ញាតផងដែរគ្រូពេទ្យតុងបានធ្វើការបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលចិត្តតាមដានមាតិកាអប់រំសុខភាពរបស់លោករងចាំតាមដានទាំងអស់គ្នាអាចពី3ខែឬក៏6ខែឬក៏1ឆ្នាំក្រោយក៏អត់ទាន់ដឹងថាពេលណាដែលលោកអាចនឹងមានលទ្ធភាពក្នុងការដែលបញ្ចេញមាតិកាអប់រំសុខភាពបន្តទៀតនោះដែរលោកបានធ្វើការអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានយកមាតិការបស់លោកទៅធ្វើការបង្ហោះនៅលើเพจផ្ទាល់ខ្លួនឬក៏នៅលើเพจណាមួយក៏ដោយសូមមេត្តាលុបចេញលុបឲ្យអស់ព្រោះលោកផ្ទាល់នឹងមិនទទួលខុសត្រូវចំពោះមាតិកាដែលបងប្អូនបានយកទៅធ្វើការចែករំលែកបន្តពីមាតិការបស់លោកនោះទេខ្ញុំជួនអ្នកគ្រីអមចេញធីវី